33របៀបធ្វើឲ្យ Cell បង្ហាញទិន្នន័យចាស់ផងនិងថ្មីផងក្រុមហ៊ុនបានចេញវិក័យប័ត្រឲ្យអតិថិជនរួចទៅហើយប៉ុន្តែគាត់បានសុំចុះតម្លៃ$30ទៅលើម៉ាស៊ីន Print Mark Printer Jet 1050ដូច្នេះដើម្បីជាការចំណាំ Belacor បានកត់ត្រាទៅលើ Cell ចាស់របស់គាត់នៅចំនួនទឹកប្រាក់ពីរផ្សេងគ្នាក្នុង Cell តែមួយរបៀបធ្វើគឺទី1គឺយើងចុចនៅលើ Cell ដែលចង់បង្កើតទី2យើងចុចនៅលើ menu Review ទី3យើងចុចនៅលើ Track Change ទី4យើងចុចនៅលើ Highlight Change ទី5យើងចុចនៅលើ OK ទី6យើងចុចនៅលើ OK ទី7វាយតម្លៃលេខថ្មីចូលទៅក្នុង Cell នោះរួចចុច Enter ជាការស្រេចហើយនៅពេលដែលយើងដាក់ម៉ៅឲ្យចំនៅលើ Cell នេះវានឹងបង្ហាញព័ត៌មានដែលយើងផ្លាស់ប្ដូរនោះ